ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ SQL ERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការកត់ត្រាការលក់នៅ Fixed Asset ដែលយើងហៅថា Disposal of Fixed Asset ឬក៏មួយទៀតការឈប់ប្រើប្រាស់ Fixed Asset ដែលយើងហៅថា Write Off នៅ Fixed Asset ហ្នឹងដូច្នេះក្នុងការកត់ត្រាជាដំបូងយើងត្រូវចូលទៅក្នុងមុខងារ Asset បន្ទាប់មករើសពាក្យ Asset Disposal Write Off រួចចុច New ហើយយើងធ្វើការរើសនៅឈ្មោះ Asset ដែលយើងលក់ចេញឬមួយក៏ឈប់ប្រើហ្នឹងបន្ទាប់មកដាក់នៅថ្ងៃខែដែលបានលក់ឬមួយក៏ write off ចោលអញ្ចឹង system នឹងបង្ហាញនៅព័ត៌មានរបស់ asset ដូចជាថ្លៃដើម asset រំលោភបូកបន្តតម្លៃដែលនៅសល់បន្ទាប់ពីរំលោះជាដើមហើយយើងធ្វើការដាក់នៅទឹកប្រាក់ដែលយើងលក់នៅត្រង់កន្លែង disposal នេះឧទាហរណ៍ថាយើងលក់បាន$450បន្ទាប់មកយើងរើសនៅ bank ឬមួយក៏ cash account ដែលយើងទទួលប្រាក់ត្រង់កន្លែងហ្នឹងផងដែរបើសិនជាក្នុងករណីយើង write off គឺយើងអាចដាក់នៅតម្លៃ net book value នៅកន្លែង disposal និងអាចចាប់ account ជា other expense ក៏បានអូខេអញ្ចឹងបន្តមកទៀតនៅត្រង់កន្លែង get and loss នេះ system នឹងធ្វើការគណនាថាតើយើងចំណេញឬមួយក៏ខាតអញ្ចឹងនៅក្នុងឧទាហរណ៍នេះគឺយើងខាត$8.33បើសិនជាចំណេញគឺវានឹងមានមុខកញ្ចក់ហើយបន្ទាប់មកយើងចុច save ជាការស្រេចអញ្ចឹងបន្ទាប់ពីយើងកត់ត្រានៅ disposal រួចយើងអាចចូលទៅមើលនៅក្នុង journal គឺ transaction ទាក់ទងជាមួយនឹង asset disposal របស់យើងនឹងផុសចូលទៅក្នុង journal ដោយស្វ័យប្រវត្តិជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ SQL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ